ចង់ញ៉ាំមាន់ឆាគល់ស្លឹកគ្រៃ365ថ្ងៃទឹកតែបានមកធ្វើនិយាយទៅអានេះអ្នកខ្លះណាគេហៅឆាព្រានប្រៃជាដំបូងគឺខ្ញុំមានរំដេងខ្ញុំដាក់ជាមួយនឹងរំដេងហ្នឹងគឺយើងយកទៅលីងវាឲ្យឈ្ងុយសិនហើយជាមួយនឹងស្លឹកក្រូចគ្រឿងរបស់ខ្ញុំនេះគឺអត់ស្រស់ទេបើបងប្អូនមានគ្រឿងស្រស់គឺកាន់តែឆ្ងាញ់បន្ទាប់មកទៀតគឺខ្ញុំដាក់ស្ករហើយយើងដាក់ទឹកបន្តិចដើម្បីយើងបំពងស្ករឲ្យក្រហមបន្ទាប់ពីស្ករនឹងក្រហមឡើងជើងក្រងហើយបងប្អូនចាក់ទឹកត្រីក៏បានចាក់ទឹកស៊ីអ៊ីវក៏បានបន្ទាប់ពីចាក់ទឹកត្រីមកគឺវារលាយស្ករល្អគឺបងប្អូនចាប់ផ្ដើមចាក់សាច់មាន់អញ្ចឹងអានេះគឺខ្ញុំប្រើតាគៀកមាន់ខ្ញុំបានប្រឡេះឆ្អឹងហើយខ្ញុំយកវាទៅស្រុះមួយទឹកក្តៅលាងរួចរាល់អស់ហើយបន្ទាប់មកទៀតគឺខ្ញុំចាក់ជាមួយនឹងទឹកប្រេងខ្យងហើយខ្ញុំដាក់ខ្ទឹមបំពងហើយជាមួយនឹងម្សៅរ៉ូឌីអញ្ចឹងគឺខ្ញុំអត់តន់ថែមអំបិលអត់តន់អីទេបងប្អូនដោយសារយើងប្រើទឹកប្រេងខ្យងរបស់ចិនគឺរឿងប្រៃខ្ញុំបច្ចេកហាមបច្ចេកទៀតណាមកគឺយើងរងាស់សាច់មាន់របស់យើងនឹងធ្វើយ៉ាងម៉េចឲ្យស្ងួតទឹកល្អទៅវាឆ្ងាញ់តាមពិតទៅបងប្អូនឆាចង់បំពងខ្ទឹមក៏បានដែរបំពងខ្ទឹមឲ្យដាក់ស្ករក្រហមដាក់អីចឹងណាខ្ញុំអត់ធ្វើអញ្ចឹងទេដោយសារតែខ្ញុំអត់ចង់ស្អុយផ្ទះអញ្ចឹងណាហើយដល់ពេលដែលខ្ញុំភ្លក់វាស្ទើររសជាតិបន្តិចខ្ញុំក៏ថែមជាមួយនឹងទឹកស៊ីអ៊ីវហើយបងប្អូនចាក់ជាមួយនឹងរំដេងហើយនឹងស្លឹកក្រូចដែលយើងបានលីងហើយយើងចាក់ជាមួយនឹងគល់ស្លឹកគ្រៃតែម្ដងស្លឹកគ្រៃនេះគឺយើងមិនបាច់លីងទេដោយសារតែយើងលីងទៅវាធ្វើឲ្យគល់ស្លឹកគ្រៃនឹងរឹងពេកអញ្ចឹងយើងឆាសាច់មាន់ឆ្អិនហើយយើងដាក់គ្រឿងទាំងអស់នឹងចូលគ្នាតែម្ដងអញ្ចឹងទៅឆាវាឲ្យចូលជាតិល្អអញ្ចឹងទៅវាមានក្លិនឈ្ងុយគ្រឿងឆ្ងាញ់